បាទសរសេរបងប្អូនអរគ្នាការពីម្សិលមិញក្រសួងបានជួបជាមួយខាង TikTok ជជែកទាក់ទងនឹងគោលការណ៍អញ្ចឹងខ្មែរកម្ពុជាយើងនឹងអាចមានជាលក្ខណៈមូលដ្ឋាននៅលើ TikTok ឆាប់តែនៅក្នុងតាមខ្ញុំតាមដានមើលទៅគឺការ monetize វាមានច្រើនជាលក្ខណៈ creator program មានជាលក្ខណៈ stream aid អីហើយតែនៅក្នុងនេះឃើញមានការចែករំលែកជាច្រើនគឺទាក់ទងនឹងsubscription លក្ខណៈ fan subscription អញ្ចឹងមានន័យថាឬក៏មួយទៀតគឺក៏លក្ខណៈ game ស្តៀង star នៅលើ Facebook អញ្ចឹងណាអញ្ចឹងបើយើងគិតទៅតាក់ទងនឹង fan subscription មានន័យថាយើងធ្វើឲ្យមួយជា special ហើយគេ subscribe អានឹងហើយគេបង់ប្រចាំខែអីទៅអញ្ចឹងណាជាលក្ខណៈបែបហ្នឹងហើយមួយទៀតជា live gift នៅក្នុង channel ឃើញមាន live gift មាន live ទៅបើសិនបើគេឲ្យជា gift ឬក៏ star ហ្នឹងគឺយើងអាចទទួលបានលុយដោយ live តាក់ទងនឹង stream ad ឬក៏ creator program ផ្សេង content creator លក្ខណៈ creator program ឬក៏ program ផ្សេងមក TikTok ហ្នឹងអត់មាន available ទេណាតាមដែលនេះព័ត៌មាននឹងខ្ញុំតាមដានឃើញណាអញ្ចឹងគឺមិនងាយទេណាមិនងាយមានបើយើងនិយាយទៅគឺមិនងាយរកលុយណាកាលណាយើង account ខ្មែរនៅខ្មែរនេះណាដោយសារ fan subscription មានងាយ subscribe យើងទេហើយបង់ចាំខែទី1ទី2 star ក៏គេមិនងាយឬក៏ gift ហ្នឹងគឺមិនងាយគឺមានគេឲ្យដែរណាអូខេអញ្ចឹងពីដោយសារយើងភាគច្រើនយើងពឹងទៅលើនេះតាក់ទង ad stream ad ឬក៏ content នេះអញ្ចឹងសង្ឃឹមថាអាចនឹងមានជា program ឆាប់ឧទាហរណ៍យើងចូលបានអាពីនឹងហើយវាអាចមាន program ផ្សេងឆាប់អានឹងរត់ទៅល្អហើយមួយទៀតគឺ Facebook ប្រសិនបើក្រសួងធ្វើការព្រោះនៅតាមដែលឃើញគឺក្រសួងនឹងធ្វើការបន្ថែមជាមួយខាង Facebook ដើម្បីឲ្យបើក monetize នៅក្នុងស្រុកយើងដែរអញ្ចឹងវាល្អសម្រាប់ content creator ឬក៏បងប្អូនដែលបង្កើតមាតិកាផ្សេងណាអូខេអញ្ចឹងខ្ញុំមានប៉ុណ្ណឹងណាដើម្បីចែករំលែកអូខេអរគុណច្រើនជួបគ្នាពេលក្រោយណា